ទៀនប្រើចំពោះបរិបទពីរយ៉ាងពាក្យថាទៀនអ្នកឬទៀនប្រើចំពោះបរិបទពីរយ៉ាងគឺកទៀនអ្នកការឲ្យដើម្បីជំរះកិលេសដែលមាននៅក្នុងចិត្តរបស់អ្នកឲ្យខទៀនអ្នកការឲ្យដើម្បីជួយសង្គ្រោះអ្នកទទួលទានទៀនទាំងពីរយ៉ាងនេះមានរបៀបឲ្យខុសប្លែកគ្នាខ្លះៗដូចខាងក្រោមទៀនដើម្បីកម្ចាត់កិលេសអ្នកឲ្យត្រូវមានសិលរឹតតែឲ្យច្រើនរឹតតែល្អចេតនាដើម្បីយកបុណ្យនិងលះសេចក្តីកំណាញ់ក្នុងខ្លួនឲ្យដោយការគោរពលក្ខទៀនដើម្បីសង្គ្រោះមានសិលឬគ្មានមិនសំខាន់ឲ្យដល់អ្នកដែលយើងចង់ឲ្យគេស្រឡាញ់យើងវិញឲ្យរបស់ដែលត្រូវចិត្តអ្នកទទួលចង់បានឲ្យគេមានសេចក្តីស្រឡាញ់ដល់ខ្លួនត្រឹមតែសម្ដែងចិត្តស្មោះដល់អ្នកទទួលលក្ខដកស្រង់ចេញពីសៀវភៅប្របាទធម្មឹកទំព័រ65